ស្ដេចកំពុងពិនិត្យនាំគូញីដោយសាររបស់ទ្រង់ស្រឡាញ់វាខ្លាំងប្រវាជាសត្វពិសិដ្ឋមួយស្ដេចប្រកាសបង្គាប់ឲ្យចៅវាយស្រុងអុកយកគោទៅខ្វេលនៅស្រុកក្រៅដោយសម្បូរស្មៅនិងមានទឹកគ្រប់គ្រាន់ចៅវាយស្រុកប្រមូលប្រជាជននិងបញ្ជាក់ថាគោនេះជារបស់ស្ដេចត្រឹងតែថែរក្សាដោយកុំឲ្យវាមានបញ្ហាកាត់ឡើងទេយកស្មៅស្រស់សំណាបនិងបន្លែជាច្រើនមកចិញ្ចឹមមេគោរាល់ថ្ងៃដោយសារតែគេឲ្យអាហារជាច្រើនពេកគោចាប់ផ្ដើមធាត់ខឹងពុំអាចដើរមួយទៀនហើយពុំអាចក្នុងការស៊ីស្មៅគោញីស្លាប់ដោយសារស៊ីហួសប្រមាណប្រជាជនភ័យខ្លាចបាត់បង់គោរបស់ស្ដេចហើយពុំដឹងថាអ្នកណានឹងទូទៅស្ដេចមន្ត្រីនិងបាឡាត់ជាច្រាងត្រង់ផ្នែកក្អួនស្រុតភ័យខ្លាចព្រោះស្ដេចបានផ្ដាំថាអ្នកណាប្រាប់ព្រះអង្គពីការស្លាប់នឹងត្រូវទទួលទោសធ្ងន់ធ្ងរកូនស្រីចៅវាយស្រុងស្រីក្រមុំនៅជាស្រុងសម្រាប់ចិត្តដើរចូលរាជវាំងដើម្បីជួយឪពុកហើយសម្រាយរឿងដោយបន្ទូលប្រយ័ត្ននាងក្រមុំឆ្លាតវៃឆ្លើយថាគោមិនផឹកទឹកមិនស៊ីស្មៅមិននោមនិងមិនអាចព្រះអង្គចាប់ផ្ដើមដឹងថាគោស្លាប់ស្ដេចពេញចិត្តក្នុងការនិយាយឆ្លាតវៃរបស់នាងហើយអភិយេទោប្រជាជនទាំងអង្គទ្រង់ផ្ដល់រង្វាន់និងបញ្ជូននាងត្រឡប់ទៅផ្ទះវិញ